គ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងបណ្ដាញ YouTube ថ្ងៃនេះខ្ញុំសូមបង្ហាញពុកម៉ែបងប្អូនអំពីផ្ទះដ៏សែនស្រស់ស្អាតព្យូតគួរឲ្យស្រឡាញ់ដែលកំពុងសាងសង់នៅខេត្តបាត់ដំបងផ្ទះនេះយើងអាចហៅបានថាជាផ្ទះក្រពើហាដែលជាផ្ទះខ្ញុំបានគូជារឿយតែបង្ហាញជូនពុកម៉ែបងប្អូនជូនទស្សនានៅម៉ូដប្លែកពេលខ្លះក៏គូទៅតាមអធ្យាស្រ័យឬក៏ចំណង់ចំណូលចិត្តរបស់ម្ចាស់ផ្ទះផងដែរហើយផ្ទះនេះមានបន្ទប់3តែបន្ទប់ទឹក2ហើយមានបន្ទប់ទឹក1នៅខាងក្នុងបន្ទប់ដែលអាចជាបន្ទប់មេគ្រួសារហើយមានផ្ទះបាយនៅខាងក្រោយហើយឥឡូវនេះខាងក្រុមយើងខ្ញុំកំពុងតែសាងសង់ដោយតែបងប្អូនបានឃើញអញ្ចឹងមានចាក់ជាថ្នាំក្រវ៉ាត់ត្រប្អួចជាថ្នាំឡាំងតូលើប្អួចជាគ្រោងខាងលើហើយរូបរាងផ្ទះនេះដូចបងប្អូនបានឃើញអញ្ចឹងគឺពិតជាស្រស់ស្អាតមែនទែនបាទសូមអរគុណ